សួស្តីមិត្តភ័ក្តិបងប្អូនទាំងអស់គ្នានេះគឺជាកម្មវិធីចូលឆ្នាំខ្មែរនៅសហរដ្ឋអាមេរិកចា៎នៅតំបន់ខាងខ្ញុំឯនេះគឺចូលឆ្នាំបានយូរណាស់បងប្អូនពីថ្ងៃទី26-27ខែ4អត់ទាន់ចប់ទេណាបងប្អូនចា៎នៅមាននៅវត្តខ្លះទៀតនៅបញ្ចប់នៅដល់អាទិត្យក្រោយឯនោះគឺបងប្អូនឃើញនេះគឺជាសកម្មភាពវីដេអូដែលនឹងខ្ញុំបានទៅលេងចូលឆ្នាំខ្មែរនៅឯខាងWhite Center ជារដ្ឋ Washington State ចាថ្ងៃនេះនឹងគឺចាខ្ញុំទៅដល់នឹងគឺចំពេលដែលបងប្អូនខ្មែរយើងបងប្អូននៅសហរដ្ឋអាមេរិកនេះគឺគាត់នាំគ្នាបង្ហាញសម្លៀកបំពាក់ខ្មែរយើងចាមានប្រមាណចំនួនប្រមាណសម័យនោះបងប្អូនកម្មវិធីចូលឆ្នាំខ្មែរនៅខាង White Center បងប្អូនមួយឆ្នាំគឺគេប្រារព្ធកម្មវិធីនេះតែម្ដងទេត្រឹមតែមួយថ្ងៃទេសម្រាប់ឆ្នាំ2025នេះគឺរដូវកាលដែលសមាគមដែលពួកគាត់នាំគ្នារួបរวมគ្នាបង្កើតសមាគមធ្វើកម្មវិធីចូលឆ្នាំខ្មែរនេះគឺលើកទី22ឯបងប្អូនចាអញ្ចឹងហើយជារៀងរាល់ឆ្នាំនៅខាង White Center នេះគឺថាមនុស្សកកកណាបងប្អូនឆ្នាំតែមិញខ្ញុំក៏បានមកដែរតែឯឆ្នាំនេះខ្ញុំក៏មានកិត្តិយសក៏មកបានបង្ហាញដល់បងប្អូនទាំងអស់គ្នាម្ដងទៀតពួកអីមកដល់កន្លែងនេះគឺសប្បាយខ្លាំងណាស់បងប្អូនដូចបងប្អូនបានឃើញនេះអញ្ចឹងគឺជាកម្មវិធីប្រកួតបាយដំណើបបងប្អូនតើបាយដំណើបណាដែលក៏ធ្វើឆ្ងាញ់ជាងអញ្ចឹងណាបងប្អូនចាំមើលរូបរាងបាយដំណើបគឺធ្វើជូតមែនទេចាឥឡូវនេះគឺថាដល់វគ្គប្រណាំងបាយដំណើបចឹងឯងបងឯងបាយដំណើបឆ្ងាញ់ជាងប្រកួតញ៉ាំបាយប្រកួតដើរបាយដំណើបណាឆ្ងាញ់ជាងអូហូកម្មវិធីចូលឆ្នាំខ្មែរនៅអាមេរិកបងប្អូនគឺថាមានគ្រប់ជាតិសាសន៍តែម្ដងមកជុំគ្នាមកសប្បាយរីករាយចាមិនថាខ្មែរយើងក៏ដូចជាជនជាតិគេទេគឺគាត់មកសប្បាយរីករាយជាមួយបងប្អូនខ្មែរយើងទាំងអស់ចាគ្រប់ជនជាតិតែម្ដងដូចបងប្អូនបានឃើញអញ្ចឹងនេះនឹងគឺថាគេរៀបចំកម្មវិធីដាក់កង់ណាបងប្អូនចាមានកម្មវិធីបង្វិលកង់ការបង្វិលកង់នេះគឺហ្វ្រីទេបងប្អូនអត់ឲ្យលុយទេតែការបង្វិលកង់មិនថាកូនក្មេងឬធំអីទេគឺគេមានរង្វាន់ឲ្យក៏គ្រាប់ឬក៏ sticker កាដូអីផ្សេងអញ្ចឹងណាបងប្អូនចាឬបងប្អូនបានឃើញអញ្ចឹងចាមានគឺថាមកដល់ទៅគាត់សប្បាយចិត្តគឺអត់មែនទេដើរមកជួកន្លែងគេលក់អីញ៉ាំហ្នឹងនិយាយពីថាបងប្អូនហ្នឹងមនុស្សច្រើនខ្លាំងមែនទេគឺបងប្អូនបានឃើញអញ្ចឹងគឺចង់ញ៉ាំអីហ្នឹងគឺថាត្រូវតែចូលតម្រង់ជួបងប្អូនចាយូរណាស់នេះបានញ៉ាំទេពួកឯងលក់ដាច់ទៅបងប្អូនទីឯងអ្នកលក់លក់ទឹកឬក៏លក់នំចំណីអីចឹងតិចចឹងណាបងប្អូនតែអ្នកចូលចាំតារងគឺញ៉ាំច្រើនគឺបងប្អូនឃើញមកដល់កន្លែងចូលឆ្នាំខ្មែរគឺមានគេលក់នំខ្មែរបងប្អូនគឺបងប្អូនបានឃើញនំកងនេះគេលក់$2ចាមាននំកងក្រូចនំពុំសំអីផ្សេងទៅខ្ញុំមកដល់ហ្នឹងគឺថាគឺចូលចិត្តញ៉ាំទិញឲ្យបងប្អូនចាដើរទិញទៅញ៉ាំបដើហើយក៏ថតបង្ហាញដល់បងប្អូនទាំងអស់គ្នាព្រោះនៅកន្លែងនេះគឺគេ show តាំងបង្ហាញពីពណ៌ច្រើនគឺបងប្អូនបានឃើញទស្សនភាពអញ្ចឹងខ្ញុំទៅដល់ហ្នឹងគឺថាម៉ោង1ហើយម៉ោង1ហ្នឹងទៅដើរឬឃើញនៅច្រើនណាបងប្អូនតែដល់ម៉ោង2ម៉ោង3គឺថាមនុស្សណែនមែនទេវីដេអូដល់ខ្ញុំក៏ថាគឺថាមនុស្សច្រើនទៅរោកន្លែងចតឡានគឺថាតរំទៅមកដល់ហ្នឹងបងប្អូនប៉ុន្តែនេះទីមកមួយតែមកដល់នេះគឺថាតរំទៅរោកន្លែងចតឡានអីបានបងប្អូនហើយយូរមែនទេបើដូចបងប្អូនបានឃើញអញ្ចឹងទៅ White Center ជារៀងរាល់ឆ្នាំគឺថាមនុស្សច្រើនយ៉ាងណាស់បាក់រត់លេងចតឡានឡងកកតែម្ដងបងប្អូនថ្ងៃនេះគឺថាមកចូលឆ្នាំខ្មែរសំណាងមែនទេភាសាអីបងប្អូនបងនេះតាំងពីព្រឹកមកប្រហែលថ្ងៃនេះបើមិនឃ្លៀងក៏សតុំមេឃជាដែរដល់ពេលខ្ញុំមកដល់នៅខាង White Center ហ្នឹងគឺចាប់ដើមបើកថ្ងៃចាអញ្ចឹងហើយធ្វើឲ្យបងប្អូនទាំងអស់គ្នាក៏ដល់គ្នាទាំងខ្ញុំទាំងគេគឺថានៅគ្នារំសប្បាយរីករាយចូលឆ្នាំខ្មែរដែរបងប្អូនគ្នាហេងណាចូលឆ្នាំនៅស្រុកខ្មែរបានចប់ហើយតែនៅអាមេរិកនេះគឺថាសប្បាយយូរជាងគេបងប្អូន
នៅអាមេរិកបាយយូរនៅវត្តខ្លះនៅរដ្ឋខ្លះទៀតក៏តដល់ដើមខែ5ណោះទីគឺជាទស្សនវិជ្ជាតែខ្ញុំមករៀនរាយសន្តាននៅ Universe ឲ្យគាត់ចេះធ្វើបនចាស់យកលុយមកចូលរួមសមាគមខ្មែរយើងចាដូចបងប្អូនបានឃើញអញ្ចឹងនៅទីនេះមានសមាគមខ្មែរយើងជាច្រើនចាដែលគាត់បរិច្ចាគដែលគាត់ជួយខ្មែរយើងណាចាគាត់រៀងគៀថវិកាដូចជាសមាគមជួយទៅខាងកន្ធបផាក៏ជួយដល់កម្មាកម្ព្រាផ្សេងទៀតបងប្អូនចាសមាគមខ្មែរយើងក៏ចេះឆ្លាញ់រូបរងគ្នាចេះជួយគ្នាណាបងប្អូនចារៀងរាល់កម្មវិធីមានបុណ្យទានសប្បាយទេជួយបាទថ្ងៃនេះយើងមានយកកិត្តិយសបាទមួយដួងទី3បនបាទគឺអ្នកនាងសូសុភ័ក្របាទបាទអ្នកនាងសូសុភ័ក្រនឹងបកស្រាយបទរំវងពី3បទឲ្យបោះអស់លោកអ្នកបាទរំលែកកំសាន្តហើយកុំភ្លេចទៅរំលែកកំសាន្តនៅ Imperial Palace Casino យប់នេះបាទស្រីចូល free បាទស្រីចូល free ដល់កោសដល់សេរីបាទអូខេចាំជូន